សូមគោរពជំរាបសួរដល់វត្តមានរបស់គណៈកម្មការប្រតិបត្តិក៏ដូចជាគណៈកម្មការជាន់ខ្ពស់លោកស្រីភ្ញៀវកិត្តិយសអ្នកគ្រូលោកគ្រូនិងបុគ្គលិកទាំងអស់ដែលមានវត្តមាននៅក្នុងកម្មវិធីរបស់យើងនៅក្នុងឱកាសនេះភ្ញៀវកិត្តិយសទាំងអស់ជាទីគោរពនិងជាទីមេត្រីកម្មវិធីជួបជុំបុគ្គលិកប្រចាំឆ្នាំ2025នារាត្រីនេះគឺជាការជួបជុំប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាមួយនឹងសាមគ្គីភាពក៏ដូចជាភាពរីករាយក្រោមអធិបតីភាពរបស់អ្នកអង្គការវិជ្ជបណ្ឌិតគួយមេងលីស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនមេងលី Chekuj Education នាងខ្ញុំក៏សូមអរគុណនៅវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកអង្គការក៏ដូចជាលោកជំទាវដែលបានផ្ដល់កិត្តិយសក្នុងរាត្រីនេះផងដែរចាជាបន្តទៅទៀតនេះដែរនាងខ្ញុំសូមគោរពអញ្ជើញអ្នកអង្គការវិជ្ជបណ្ឌិតគួយមេងលីស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនមេងលី Chekuj Education អញ្ជើញផ្ដល់កិត្តិយសក្នុងការថ្លែងនៅមតិស្វាគមន៍និងសំណេះសំណាលជូនដល់កម្មវិធីសូមគោរពអញ្ជើញចាសូមស្នើតែដៃចំពោះវត្តមានរបស់លោកប្រធានមកកាន់លើវេទិការាត្រីសួស្តី Good evening បាទដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទជាទីស្រឡាញ់ជាទីរាប់អានជាទីគោរពបាទថ្ងៃនេះគឺជាថ្ងៃដ៏មានសារៈសំខាន់បំផុតចំពោះខ្ញុំហើយចំពោះលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះយើងជួបជុំគ្នាដើម្បីរៀបចំកម្មវិធីគ្រប់ថ្ងៃធ្វើការ10ឆ្នាំ15ឆ្នាំនិង20ឆ្នាំខាន់និយាយយូរហើយឥឡូវចឹងហឹងដាក់តិចបាទហើយការរៀបចំនេះយើងបានអាក់ខានយូរហើយជំនាន់ COVID បាទតែតើពេលចប់ COVID ទៅយើងក៏ភ្លេច4ឆ្នាំទៅព្រោះ COVID ចប់ហើយយើងនៅតែភ្លេចហ៎បាទអញ្ចឹងតែរៀបចំដាស់តឿនឡើងវិញអញ្ចឹងខ្ញុំពិតជារីករាយសប្បាយចិត្តហើយក៏ចង់យកឱកាសនេះលោកគ្រូអ្នកនរគ្នាដឹងអីអ្នកធ្វើការ20ឆ្នាំមើលសុំលើកដៃមើលណាគេសុំ20ឆ្នាំបាទអូខេច្រើនអ្នកដែរណាបាទខ្ញុំឮថាទាំងអស់មានមក20អ្នកជាងណាបាទច្រើនហើយលោកគ្រូធ្វើ20ឆ្នាំមើលមានអនុស្សាវរីយ៍ច្រើនទេបាទខ្ញុំចាំប្រហែលជាលោកគ្រូខ្លះអ្នកគ្រូខ្លះចាំហើយ20ឆ្នាំហ្នឹងគឺថាក្រុមស្អុយស្បែកជើងពួកក្រុមដើរ20ឆ្នាំដំបូងដើរគ្រប់គ្នាបាទសូម្បីបុគ្គលិកក៏ភាគច្រើនដើរដែរអត់សូវមានម៉ូតូជិះផងបាទជំនាន់ហ្នឹងពួកយើងក្រទាំងអស់គ្នាបាទហើយអ្នកខ្លះទៀតទៅដើរដោយសារធ្វើ marketing តយប់ជ្រៅបាទមានបញ្ហាក្រុមគាត់ហ្នឹងគឺមហាតស៊ូឥឡូវអ្នកខ្លះចិត្តមានចៅក៏មិនដឹងទេនេះបាទព្រោះការគាត់ធ្វើហ្នឹងគាត់មានគូសាខ្លះដែរអ្នកខ្លះទៅគឺទៅតែចាប់សកលវិទ្យាល័យបាទហើយចូលលោកគ្រូអ្នកគ្រូដែលធ្វើ5-10ឆ្នាំប៉ុន្មានសូមលើកដៃបាទ15ឆ្នាំអូច្រើនណាស់បាទក្នុងបញ្ជីខ្ញុំទាំងអស់មាន39នាក់បាទ39នាក់ក៏ច្រើនដែរបាទនាំនៅនេះបាន15ឆ្នាំមានតស៊ូជូរចត់វេទនាឆ្លងកាត់តាំងពីជំនាន់សេដ្ឋកិច្ចហើយជំនាន់ជំងឺហើយជំនាន់ COVID ទាំងអស់បាទហើយអ្នកចុងក្រោយគេ10ឆ្នាំគឺពិតប្រកបដែរ 100% ឆ្លងកាត់ COVID ណាសូមមើលណា10ឆ្នាំទាំងអស់195នាក់អូច្រើនបាទនៅគួយខាងប៉ែតខាងនេះណាអរគុណក្នុងរយៈពេលយូរវែងនេះខ្ញុំពិតជាអរគុណចេញពីបេះដូងដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាបានយកចិត្តទុកដាក់ដ៏ស្មោះស្ម័គ្រហើយខិតខំចូលរួមចំណែកក្នុងការលើកស្ទួយស្ថាប័នអភិវឌ្ឍស្ថាប័នហើយនឹងនាំស្ថាប័នមកដល់សប្តាហ៍ថ្ងៃនេះបានជោគជ័យអរគុណច្រើនចាសសូមជ័យឡាមកកាន់លើវេទិកាលោកគ្រូអ្នកគ្រូដែលបានធ្វើ10ឆ្នាំមកនេះគឺការតស៊ូ
ការលូតលាស់ឲ្យសាលាមានបានដល់សប្តាហ៍នេះគឺពិតជាអស្ចារ្យនឹងការលះបង់របស់លោកគ្រូអ្នកគ្រូចំពោះលោកគ្រូអ្នកគ្រូដែលធ្វើ15ឆ្នាំបាទលោកគ្រូអ្នកគ្រូគឺពិតជាអ្នកដឹកនាំដែលនាំស្ថាប័ននេះคล้ายទៅជាស្ថាប័នដែលគេទទួលស្គាល់ហើយចំពោះលោកគ្រូអ្នកគ្រូក្នុង20ឆ្នាំនេះបាទលោកគ្រូអ្នកគ្រូគឺជាគ្រឹះនៃស្ថាប័ន Mingli Chekuch Education បាទជាគ្រឹះពោលជាបុគ្គលិកកវេកកឆ្នាំងរបស់ខ្ញុំនិយាយរួមទៅថ្ងៃនេះចំនួនបុគ្គលទាំងអស់300នាក់302នាក់នៅក្នុងនេះសិតដែលជាបុគ្គលសំខាន់ដែលបានចូលរួមចំណែកអភិវឌ្ឍស្ថាប័នជោគជ័យដល់បច្ចុប្បន្នរយៈពេលបច្ចុប្បន្ននេះយើងបាន20ឆ្នាំជាងហើយបាទអរគុណច្រើនអរគុណការចូលរួមនីមួយរបស់លោកគ្រូអ្នកគ្រូមិនថាតិចមិនថាច្រើនគឺជាសរសៃនៃការកសាងតសទ្រូងនៃគ្រឹះរបស់ក្រុមហ៊ុន Mingli Chekuch Education ដែលធ្វើឲ្យយើងចាប់ដើមពីបាត់ដៃទៅទេបាទរហូតដល់យើងជាក្រុមហ៊ុនដែលយើងបានចូល stock market 2ឆ្នាំមុនហើយបាទហើយក្នុងអំឡុងពេល2ឆ្នាំហ្នឹង MJQ Education របស់យើងគឺតែងតែបានពៀននឹងការទទួលស្គាល់ហើយនៅក្នុងឆ្នាំនេះក៏បានពៀននឹងការទទួលស្គាល់ផងដែរដែលជាក្រុមហ៊ុនដែលភាគហ៊ុនបានចំណេញច្រើនជាងគេបាទលេខ1ទូទាំងប្រទេសដាក់ចូលក្នុងក្រុមហ៊ុន Stock Market ហើយរៀងរាល់ឆ្នាំដោយសារលោកគ្រូអ្នកគ្រូទាំងអស់គ្នាទាំងបុគ្គលិកគ្រប់ផ្នែកទាំងអស់ការខិតខំទាំងផ្ដល់សេវាកម្មទាំងផ្ដល់ការអប់រំទាំងផ្ដល់កម្លាំងចិត្តកម្លាំងកាយញើសឈាមធ្វើឲ្យលោកឪពុកអ្នកម្ដាយធ្វើឲ្យលោកគ្រូអ្នកគ្រូធ្វើឲ្យមហាជនសហគមន៍យើងទាំងអស់គ្នាពិតជាពេញចិត្តនៅការបម្រើសេវាកម្មអប់រំដល់កូនយើងឲ្យមានការយល់ដឹងមិនត្រឹមតែយល់ដឹងក្នុងការរៀនសូត្រទេប៉ុន្តែយល់ដឹងក្នុងគេហៅថាសិលធម៌ប្រពៃណីចេះគោរពចាស់ទុំដឹងខុសដឹងត្រូវនិយាយរួមទៅធ្វើឲ្យក្មេងទៅជាក្មេងល្អគួរឲ្យស្រឡាញ់ហើយម៉ែឪគួរឲ្យពេញចិត្តនៅទង្វើរបស់ពួកយើងក្នុងការលះបង់ទាំងអស់នេះហើយដែលធ្វើឲ្យលោកឪពុកអ្នកម្ដាយទុកចិត្តហើយធ្វើឲ្យក្មួយៗកូនជាសិស្សរបស់យើងពេញចិត្តនឹងបន្តគ្រប់គ្រងហើយនឹងបន្តរៀនសូត្រនៅ Mingli Chekuch Education ដែលមាន AII និង AIS នៅក្នុង24 campus ទូទាំងប្រទេសទាំងមូលបាទជាចុងក្រោយខ្ញុំយកឱកាសនេះអរគុណដល់ក្រុមគ្រួសារខ្ញុំអរគុណដល់លោកគ្រូអ្នកគ្រូអរគុណដល់ក្រុមគ្រួសារលោកគ្រូអ្នកគ្រូដែលគ្រប់គ្រងในការខិតខំរបស់លោកគ្រូអ្នកគ្រូជួនកាលនៅយប់ជ្រៅជួនកាលលះបង់ពេលវេលាប៉ុន្តែនៅតែពួកគាត់អត់ប្រកាន់ដូច្នេះហើយខ្ញុំពិតជាកោតសរសើរក្នុងការខិតខំតស៊ូនេះអញ្ចឹងមានអីក្រៅពីអរគុណច្រើនប៉ុណ្្នឹងទេបាទអរគុណជូនពរសុខភាពល្អចាក់ជុំទាំងអស់គ្នាបាទអរគុណចាសូមថ្លែងអំណរគុណដល់លោកប្រធានចំពោះប្រសាសន៍ស្វាគមន៍ដ៏មានតម្លៃនិងប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជូនដល់កម្មវិធីយើងខ្ញុំសូមជូនពរលោកប្រធានក៏ដូចជាក្រុមគ្រួសារឲ្យមានសុខភាពបរិបូរណ៍និងជោគជ័យក្រុមភារកិច្ចការងារខ្ញុំដកចេញ1 2 3លោកជាខកសុខសូមអញ្ជើញស្លាយខ្ញុំសូមការជួយណែនាំលោកជំទាវលោកស្រីយើងយល់ថាមានរយន្ត